យើងសាកល្បងពិនិត្យមើលកលល្បិចរបស់ប៉ុល ពត ក្នុងការឈានទៅដល់អំណាចកម្ពុជានិងដ៏មានឥទ្ធិពលនេះតាមពិតស្លុតសជាមេដឹកនាំម្នាក់ដែលមិនសូវចូលចិត្តបញ្ចេញមុខមាត់ប៉ុន្មានទេបើតាមពាក្យដែលប្រើដោយ Elizabeth Baker សមិនប្រាថ្នាស្ថិតនៅក្រោមប្រដាប់បញ្ចាំង FAR ឡើយហើយពេញចិត្តនឹងរងចាំចាប់កំហុសរបស់គូប្រជែងទាំងឡាយរបស់គាត់និងប្រើប្រាស់ពួកសត្រូវពីថ្ងៃមុនទុកដូចជាសម្ព័ន្ធមិត្តនៅថ្ងៃនេះវិញបើទោះបីជាគាត់ពេញចិត្តនឹងការពូននៅពីក្រោយឆាកក៏ដោយប៉ុល ពត ជាអ្នកដឹកនាំម្នាក់ប្រកបដោយល្បិចកលកាលក្នុងសង្គ្រាមឆ្នាំ1970ដល់75មេដឹកនាំរូបនេះបានបោកបញ្ឆោតស្ទើរតែគ្រប់ភាគីទាំងអស់ដែលរួបរមកម្លាំងគ្នាជារណសិរ្សប្រយុទ្ធទល់នឹងរបបសាធារណរដ្ឋខ្មែរជាដំបូងប៉ុល ពត ទាញយកប្រយោជន៍ពីប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុដើម្បីពង្រឹងកម្លាំងទ័ពនិងការគាំទ្រដល់ចលនាតស៊ូដែលមិនសូវមានឥទ្ធិពលរបស់ខ្លួននៅដើមឆ្នាំ1970កងទ័ពខ្មែរក្រហមមានប្រមាណ 3000 នាក់ប៉ុណ្ណោះហើយមិនទាន់ជាកងទ័ពប្រយុទ្ធរៀបរយនៅឡើយការអំពាវនាវចំពោះប្រជាជនដែលមានស្វាមីភាពចំពោះសម្ដេចឪធ្វើឲ្យប្រជាពលរដ្ឋនៅជនបទមួយចំនួនធំឆ្លើយតបនិងត្រៀមពលីគ្រប់បែបយ៉ាងដើម្បីដណ្ដើមអំណាចថ្វាយព្រះអង្គវិញកងទ័ពរំដោះបានរីកធំធាត់ហើយដែលក្រោយមកត្រូវបានមេដឹកនាំខ្មែរក្រហមប្រើប្រាស់ផ្ដួលរបបក្រុងភ្នំពេញនិងប្រមូលអំណាចតែម្នាក់ឯងតាមសភាពពិតប៉ុល ពត មិនផ្ដល់សារៈសំខាន់ដល់តួនាទីរបស់សម្ដេចនរោត្តមសីហនុតាំងពីក្នុងបណ្ដាឆ្នាំនៃការតស៊ូតតាំងជាមួយកងទ័ពលន់នល់ម្លេះគេត្រូវការមុខនាទីនិមិត្តរូបរបស់ព្រះអង្គក្នុងផ្នែកការទូតនិងក្នុងទំនាក់ទំនងជាមួយប្រទេសចិនដោយព្រះអង្គនៅមានការគាំទ្រច្រើនពីសំណាក់មេដឹកនាំចិនដ៏មានឥទ្ធិពលដូចជាជួនឡាយនិងប្រធានម៉ៅជាដើមក្រោមផ្លាកនៃរណសិរ្សរួបរวมជាតិកម្ពុជាកម្លាំងប្រយុទ្ធនៃពួកខ្មែរក្រហមទទួលបានការហ្វឹកហ្វឺននិងជួយបំពាក់អាវុធពីសំណាក់ពួកកុម្មុយនីសវៀតណាមយ៉ាងហោចរហូតដល់ឆ្នាំ1972ដែរជាមួយគ្នានោះមេដឹកនាំខ្មែរក្រហមយល់ឃើញថាពួកកុម្មុយនីសវៀតណាមដែលតស៊ូនៅលើទឹកដីខ្មែរធ្វើការវាយប្រយុទ្ធដើម្បីផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះគឺការពារទីជម្រកនានារបស់ខ្លួននៅកម្ពុជាការពារផ្លូវចូលដើម្បីធានាដល់ការដឹកជញ្ជូនស្បៀងអាវុធនិងគ្រឿងសម្ភារៈចាំបាច់ឲ្យកងទ័ពរបស់ខ្លួនសម្រាប់ធ្វើការប្រយុទ្ធនៅវៀតណាមខាងត្បូងនៅក្នុងឱកាសនៃការជួបចរចានៅទីក្រុងប៉េកាំងកាលពីដំណាក់កាលចាប់ផ្ដើមនៃសង្គ្រាមដោយមានសម្ដេចនរោត្តមសីហនុនិងផាំវ៉ាន់ដុង1906ដល់2000ចូលរួមដែរមេដឹកនាំខ្មែរក្រហមបានជំទាស់នឹងសំណើមួយរបស់វៀតណាមដែលសូមឲ្យបញ្ចូលបញ្ជាការដ្ឋាននិងកងឯកភាពប្រយុទ្ធវៀតណាមនិងខ្មែរចូលគ្នាទាំងអស់ជាសម្ងាត់ប៉ុល ពត ក៏ដូចលន់នល់ដែរមានការព្រួយបារម្ភអំពីមហិច្ឆតារបស់វៀតណាមក្នុងតំបន់ដែលពួកគេកាន់កាប់ប៉ុន្តែគាត់គិតថាត្រូវទុកឲ្យពួកវៀតណាមនៅយូរបន្តិចដើម្បីបានជួយពង្រឹងកងទ័ពរបស់ពួកគាត់សិនបន្ទាប់មកទើបដេញកម្ចាត់ពួកនេះចេញក្នុងថេរវេលានៃសង្គ្រាមពួកមនុស្សដែលកាន់អំណាចពិតប្រាកដពុំមានឈ្មោះក្នុងបញ្ជីផ្លូវការរបស់រណសិរ្សរួបរวมជាតិកម្ពុជាឬរដ្ឋាភិបាលរួបរวมជាតិកម្ពុជាឡើយស្លុតសនិងនួនជាមេដឹកនាំពីររូបដ៏សំខាន់នៃបក្សកុម្មុយនីសកម្ពុជាបានចេញមុខឲ្យគេដឹងឮក្នុងឋានៈជាសមាជិកបញ្ជាការដ្ឋានកងទ័ពតែប៉ុណ្ណោះស្លុតសជាអ្នកទទួលខុសត្រូវលើការសម្រេចចិត្តជាយុទ្ធសាស្ត្រនានាជាពិសេសការច្រានចោលសំណើឈប់បាញ់គ្នានៅឆ្នាំ1972ស្នើឡើងដោយពួកវៀតណាមខាងជើងនិងដោយរដ្ឋាភិបាលសាធារណរដ្ឋខ្មែរហើយធ្វើការសម្រេចវាយប្រហារទៅលើទីក្រុងភ្នំពេញនៅឆ្នាំ1973ដល់74និងការវាយលុកផ្ដាច់ព្រាត់នៅឆ្នាំ1975ប៉ុន្តែចំពោះប្រជាជនខ្មែរភាគច្រើនគេស្គាល់ចូលចិត្តនិងគាំទ្រនៅបញ្ញវន្តឆ្វេងនិយម3នាក់មានហ៊ូយុនហ៊ុននឹមនិងខៀវសំផនសម្ដេចនរោត្តមសីហនុទ្រង់បានធ្វើការកត់សម្គាល់ថាក្នុងអំឡុងឆ្នាំ1970ដល់75
Pol Pot និងអ៊ីងសេរីបានស្រែករំពងប្រាប់ពិភពលោកថាតំណាងជាប្រវត្តិសាស្ត្រទាំង3ខៀវសំផន ហ៊ូនឹម និងហ៊ូយុនគឺជាមេដឹកនាំសំខាន់បំផុតនៃចលនាខ្មែរក្រហមហើយនៅខែមីនាឆ្នាំ1973នៅពេលដែលពួកខ្មែរក្រហមយល់ព្រមឲ្យសម្ដេចជាងទៅតំបន់រំដោះចំពេលមានសង្គ្រាមពេញទំហឹងចំនួន1ខែនោះពួកគេសុទ្ធតែស្ថិតក្រោមបញ្ជាការរបស់តំណាងជាប្រវត្តិសាស្ត្រទាំង3រូបតាំងពីមុនសង្គ្រាមបញ្ចប់ឆ្នាំ1975ម្លេះពួកមេដឹកនាំខ្មែរក្រហមបានចាប់ផ្ដើមទាត់ចោលមុខនីតិរបស់ព្រះករុណាសម្ដេចសីហនុបណ្ដារួចមកហើយរីឯហ៊ូយុននិងហ៊ុននឹមវិញមិនមានអំណាចកំពូលឡើយហើយត្រូវបានធ្វើវិសោធនកម្មតាំងពីគ្រាដំបូងក្រោយបានជ័យជំនះគឺរូបអគ្គលេខាបកពលពតនេះហើយដែលបានជ្រងបកចេញពីស្ថានភាពដែលគេមិនសូវស្គាល់នៅឆ្នាំ1963ទៅដល់អំណាចផ្ដាច់ការមួយក្នុងរយៈពេលតែជាង10ឆ្នាំប៉ុណ្ណោះពេលជិតដល់ទីបញ្ចប់នៃសង្គ្រាមបកអាចប្រម៉ែប្រមូលកម្លាំងហើយអាចធ្វើការវាយលុកផ្ដាច់ព្រាត់និងជំនះប្រជាជនចេញពីទីក្រុងនានាដែលធ្លាប់កាន់កាប់ដោយរដ្ឋាភិបាលលន់នល់